ចូលរៀនសួរអ្នកគ្រូមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំឈ្មោះឆៃលីហួរថ្ងៃនេះខ្ញុំអានមេរៀនទី2ចំណងជើងការយកចិត្តទុកដាក់ចំពោះអ្នកនៅជុំវិញគោលការណ៍ថែរក្សាទ្រព្យសម្បត្តិសាធារណៈតើអ្វីខ្លះជាទ្រព្យសម្បត្តិសាធារណៈហេតុអ្វីបានជាយើងត្រូវថែរក្សាទ្រព្យសម្បត្តិសាធារណៈសម្បត្តិសាធារណៈមានច្រើនណាស់ដូចជាសាលារៀនបន្ទីពេទ្យផ្លូវថ្នល់សួនច្បារយើងទាំងអស់គ្នាត្រូវជួយថែរក្សាសម្បត្តិទាំងនេះឲ្យបានល្អជានិច្ចព្រោះសាលារៀនជាកន្លែងផ្ដល់ចំណេះដឹងចំណេះធ្វើអរិយាបថល្អនឹងធ្វើឲ្យយើងចេះរស់នៅជាមួយគ្នាបន្ទីពេទ្យជាកន្លែងសម្រាប់គ្រូពេទ្យធ្វើការព្យាបាលឲ្យយើងគ្រប់គ្នាសួនច្បារជាកន្លែងសម្រាប់លំមនិងសម្រាប់ឲ្យយើងគ្រប់គ្នាដើរលេងកម្សាន្តទ្រព្យសម្បត្តិសាធារណៈសុទ្ធតែផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់យើងគ្រប់គ្នាដូចនេះយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាទ្រព្យសម្បត្តិទាំងនេះឲ្យដូចទ្រព្យសម្បត្តិផ្ទាល់របស់យើងដែរយើងមិនត្រូវចង់បានទ្រព្យសម្បត្តិអ្នកដទៃទេយើងប្រកាន់គំនិតបែបនេះទើបការខ្លាចជាមនុស្សល្អយើងត្រូវចូលរួមថែរក្សាទ្រព្យសម្បត្តិសាធារណៈឲ្យដូចការថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនយើងដែរជំរាបលាអ្នកគ្រូ